រឿងសត្វតាដក់ជាន់កូនក្រួចគឺជាអត្ថបទរឿងព្រេងនិទានបែបកំប្លែងផងនិងបង្កប់នូវទស្សនៈអប់រំអំពីបុព្វហេតុនិងផលរឿងនេះបង្ហាញពីទំនាក់ទំនងគ្នានៃសកម្មភាពមួយទៅសកម្មភាពមួយទៀតយ៉ាងជក់ចិត្តរឿងចាប់ផ្ដើមឡើងនៅពេលដែលសត្វតាដក់បក្សីម្យ៉ាងដែលមានជើងវែងៗដើរក្នុងព្រៃរួចក៏ជ្រុលជើងទៅជាន់កូនសត្វក្រួចស្លាប់បាត់ទៅមេក្រួចខឹងយ៉ាងខ្លាំងក៏ទៅប្តឹងព្រះឥន្ទឬស្ដេចសត្វឲ្យជួយរកយុត្តិធម៌នៅពេលសាកសួរដេញដោលតាមលំដាប់លំដោយវាคล้ายជាខ្សែសង្វាក់នៃហេតុការណ៍ដូចខាងក្រោមតាដកថាខ្លួនជាន់កូនក្រួចពីព្រោះស្លុតចិត្តនឹងសត្វកង្កែបស្រែកចិញ្ចុកកង្កែបថាខ្លួនស្រែកពីព្រោះឃើញសត្វពស់ចង់មកស៊ីខ្លួនពស់ថាខ្លួនចង់ស៊ីកង្កែបពីព្រោះឃើញសត្វកណ្ដុររត់កាត់មុខកណ្ដុរថាខ្លួនរត់ពីព្រោះឃើញមេមាន់ចឹកភ្នែកវាមេមាន់ថាខ្លួនចឹកភ្នែកកណ្ដុរពីព្រោះឃើញសត្វមរេងគង់លួចបេះសុទ្ធរបស់វាមរេងគង់ថាមកពីអង្ក្រងខំជើងវារឿងបន្តដេញដោលគ្នាទៅវិញទៅមកជាខ្សែសង្វាក់ចុងក្រោយបញ្ហានេះរោគអ្នកខុសពិតប្រាកដមិនឃើញឡើយព្រោះម្នាក់សិតតែមានហេតុផលរៀងៗខ្លួនដែលបណ្ដាលមកពីអ្នកដទៃ3តម្លៃអប់រំរឿងនេះបង្រៀនយើងថាអ្វីសិតតែមានមូលហេតុមុននឹងបន្ទោសនរណាម្នាក់យើងត្រូវពិនិត្យមើលឲ្យគ្រប់ជ្រុងជ្រោយថាតើមានអ្វីនៅពីក្រោយសកម្មភាពនោះផលវិបាកជាបន្តបន្ទាប់កំហុសតូចមួយឬការធ្វេសប្រហែសមួយអាចប៉ះពាល់ដល់អ្នកដទៃជាច្រើនអ្នកក្នុងសង្គម